ដោយសារតែមានបងប្អូនគាត់ឆាតសួរខ្ញុំថាបងខ្ញុំឃើញបងបើកហាងអីចឹងធ្វើពីអ្នកប្តីប្រពន្ធខ្ញុំក៏ចង់មានបំណងចឹងដែរបងអាចចែករំលែកបានទេតើយើងធ្វើមិនអីចឹងណាចឹងថ្ងៃនេះខ្ញុំក៏សូមចែករំលែកនៅអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយក៏ជាបទពិសោធន៍និងច្បាប់ទម្លាប់ខ្លះមុននឹងយើងត្រូវបើកហាងរកស៊ីបងប្អូនសម្រាប់ខ្ញុំហាងរបស់ខ្ញុំហ្នឹងគឺហាងវានៅផ្លូវគេហៅថាផ្លូវដែលវាមិនមែនជាផ្លូវតូរីសទេវាផ្លូវតូកន្លែងនោះថាវាមិនមែនជាកន្លែងមនុស្សអ៊ូអពេលចឹងហាងរបស់ខ្ញុំតម្លៃវាក៏អត់សូវថ្លៃដែរការខ្ញុំទិញចំនួន8ឆ្នាំមុនគឺជាង 100000 ប៉ុន្តែបងប្អូនត្រូវដឹងថា 100000 ដែលខ្ញុំទិញទៅហ្នឹងវាមិនមែនជាតម្លៃហាងដែលយើងទិញមកផ្ដាច់ទេគេហៅថាការទិញហ្វុងបងប្អូនហ្វុងហ្នឹងបានន័យថាយើងទិញបានត្រឹមតែឈ្មោះតែប៉ុណ្ណោះបានត្រឹមតែឈ្មោះដើម្បីរកស៊ីតែយើងនៅតែត្រូវបង់ថ្លៃអគារប្រចាំខែជារៀងរាល់ខែនៅស្រុកប្រាំងយើងមានពីររបៀបបងប្អូនចង់បើកហាងរកស៊ីមានពីររបៀបទីមួយគឺរបៀបដូចរបស់ខ្ញុំអញ្ចឹងគឺយើងត្រូវតែចំណាយលុយទិញហ្វុងកន្លែងខ្លះហ្វុងដល់ 300000 500000 1លានហើយតម្លៃហ្វុងហ្នឹងគឺទៅតាម cheap d'affaires ហ្នឹងគឺបានន័យថាចំនួនទឹកប្រាក់ដែលគេលក់បានក្នុងរយៈពេល1ឆ្នាំឧទាហរណ៍ថាហាងហ្នឹងគាត់លក់តូតាទៅ belong របស់គាត់មួយឆ្នាំលក់បាន5-100000អញ្ចឹងហាងហ្នឹងក៏គាត់អាចមានសិទ្ធិលក់បានត្រឹមតែក្រោម 150,000 ឬលើ 150,000 តិចតួចអីចឹងបងប្អូនអញ្ចឹងហាងខ្លះតម្លៃគាត់ឡើងដល់ 30-40,000 1លានគឺដោយសារតែ cheap d'affaires គាត់ខ្ពស់អញ្ចឹងបើសិនជាយើងចង់បានហាងដែលលក់ដាច់មានភ្ញៀវច្រើនស្រាប់អញ្ចឹងតើយើងហ៊ានចំណាយដើមទុនក៏ធំដែរដែលឧទាហរណ៍ថាហាងមួយហ្នឹងពីមុនមានម្ចាស់ផ្សេងគេកំពុងតែធ្វើបងប្អូនខ្ញុំអត់ចង់និយាយភាសាផ្លូវការខ្លះបងប្អូនអត់យល់ឧទាហរណ៍ថាហាងហ្នឹងម្ចាស់ពីមុនគេធ្លាប់ធ្វើពីមុនមកហើយយើងឆ្លាញ់ហាងកន្លែងហ្នឹងយើងចង់ទៅធ្វើកន្លែងហ្នឹងយើងត្រូវការទិញហ្វុងរបស់ម្នាក់ហ្នឹងដើម្បីឲ្យម្នាក់ហ្នឹងដើរចេញហើយយើងទៅធ្វើបន្តដោយហាងរបស់ខ្ញុំហ្នឹងពីមុនគឺគេអ្នកលក់ភីហ្សាឯងបងប្អូនតែភាគច្រើនគឺគេអត់ធ្វើដូចខ្ញុំទេបើសិនជាយើងបើកជាលក្ខណៈ restaurant យើងត្រូវតែទៅទិញកន្លែងដែលគេកំពុងតែធ្វើ restaurant ដើម្បីអីដើម្បីយើងបានភ្ញៀវរបស់គេដែលចាស់ពីមុនហ្នឹងជាភ្ញៀវរបស់យើងតែដូចខ្ញុំបងប្អូនហើយបើខ្ញុំធ្វើទៅមួយឆ្នាំពីរឆ្នាំដំបូងខ្ញុំអត់សូវមានភ្ញៀវដោយសារអីខ្ញុំហ៊ានណាពីអ្នកប្តីប្រពន្ធគឺខ្ញុំហ៊ានទៅទិញហាងដែលគេធ្វើពីមុនជាហាងអ្នកលក់ភីហ្សាអ្នកលក់គេបាត់ហើយខ្ញុំយកមកធ្វើជា restaurant ដល់ពេលអញ្ចឹងភ្ញៀវភីហ្សាគេអត់មែនមកញ៉ាំ restaurant យើងបងប្អូនគឺខ្ញុំសាងភ្ញៀវពី0មកបើគេទៅទិញហ្វុងតម្លៃ 200,000 30,000 40,000 កន្លះលានគឺគេមានភ្ញៀវស្រាប់គេទៅដល់គេដឹងតែធ្វើឲ្យភ្ញៀវចាស់របស់មតកែចាស់ហ្នឹងគឺគេមកញ៉ាំគឺគេមានភ្ញៀវរបស់គេមកញ៉ាំស៊ីសល់លើទឹកដៃយើងទៀតបើយើងធ្វើមិនឆ្ងាញ់ក៏គេមិនមកញ៉ាំយើងដែរគេអាចទៅរកហាងផ្សេងប៉ុន្តែបើយើងធ្វើឆ្ងាញ់ជាងអ្នកមុនគឺគេនៅជាប់ភ្ញៀវហ្នឹងហើយយើងបានភ្ញៀវថ្មីថែមទៀតអាហ្នឹងវាអញ្ចឹងហើយរបៀបទី2គឺយើងមិនចាំបាច់ទិញហ្វុងទេគឺយើងជួលគេយកតែម្ដងប៉ុន្តែតម្លៃជួលគឺថ្លៃឧទាហរណ៍ថានៅក្នុងសង្ឃកុម្រសានមួយនៅកន្លែងផ្សារធំមួយគេមានជួលកន្លែងយើងហាងឬក៏ជាតូបឲ្យយើងរកស៊ីអាហ្នឹងយើងជួលអាចជួលបានជាលក្ខណៈមួយខែ 4-5,000 5-6,000 8,000 10000តាមទីតាំងណាល្អមិនល្អអញ្ចឹងទៅអាហ្នឹងគឺយើងអត់ចាំបាច់ចំណាយលុយ10 20 30 40 ម៉ឺនដើម្បីទៅទិញហ្វុងគឺយើងជួលតែម្ដងដើម្បីចូលតែយើងរកស៊ីហ្មងប៉ុន្តែវាមានហានិភ័យបើសិនជាបងប្អូនកំពុងតែរកស៊ីលក់ដាច់សុកគេចង់តឡើងថ្លៃតូបគេចង់ឈប់ជួលឲ្យយើងដាច់កុងត្រាគេឈប់ជួលឲ្យយើងក៏ពិបាកដែរអាហ្នឹងវាអញ្ចឹងវាសំខាន់យើងលក់ដាច់សុកគេឡើងថ្លៃអាហ្នឹងយើងហានិភ័យតែដូចខ្ញុំគឺគេអត់មានសិទ្ធិឡើងឲ្យព្រោះខ្ញុំទិញហ្វុងក៏ប៉ុន្តែបន្ទាប់ពីខ្ញុំទិញហ្វុងតម្លៃជាង 10,000 ហ្នឹងហើយគឺខ្ញុំត្រូវបង់ថ្លៃឈ្នួលជារៀងរាល់ខែ 2,000 ក្នុងមួយខែទៀតបងប្អូនហើយបើសិនជាបងប្អូនកំពុងតែរកស៊ីចំណេញបងប្អូនឈប់ធ្វើដើរចេញគឺបងប្អូននឹងមិនទទួលបានផលប្រយោជន៍អ្វីទាំងអស់ពីវាឧទាហរណ៍ថាបងប្អូនរកស៊ីរាល់ថ្ងៃអ្នក cheap d'affaires បងប្អូនមួយឆ្នាំ 200,000 លក់ដាច់ណាលក់បាន 200,000 បងប្អូនចង់ឈប់រកស៊ីបងប្អូនអត់មានសិទ្ធិលក់ហ្វុងក្នុងតម្លៃ 200,000 បានលុយមួយដុំទុកទេតែរបៀបទី1ដូចខ្ញុំបើសិនជាខ្ញុំខំលក់ដូររកស៊ីថ្ងៃក្រោយទៅខ្ញុំចង់ឈប់លក់ខ្ញុំមានសិទ្ធិលក់ហ្វុងហ្នឹងខ្ញុំមានលុយមួយដុំទុកដូចយើងលក់ផ្ទះអញ្ចឹងណាបងប្អូនតែបងប្អូនទៅជួលគេជួលគឺជួលតែចេញមកវិញគឺអត់មានបានអីទេគឺបាត់ដៃទៅទេហើយការទិញហាងនេះដែរធនាគារគឺគេតម្រូវឲ្យយើងមានលុយខ្លួនឯងចន្លោះពី 20 ទៅ 30% នៃថ្លៃហាងដែលយើងទិញហ្វុងណាបងប្អូនទិញឈ្មោះណាអញ្ចឹងនៅពេលដែលយើងខ្ចីធនាគារហើយណាក៏យើងត្រូវមានលុយខ្លួនឯងដែរមានលុយខ្លួនឯង 20 ទៅ 30% នៃថ្លៃហាងដែលយើងទិញដែរហើយអានេះខ្ញុំនិយាយពីអត់ត្រឡប់តិចតួចខ្លះពីការទិញហាងអីចឹងហើយបងប្អូនខ្ញុំចង់ឲ្យយោបល់បងប្អូនបើសិនជាចង់បើកហាងរកស៊ីបងប្អូនមិនអានេះសម្រាប់ខ្ញុំឯណាសម្រាប់ការគិតរបស់ខ្ញុំអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់មកខ្ញុំឆ្លងកាត់ដំណាក់កាលសម័យដែលកូវីដទើបខ្ញុំយល់ច្បាស់ថា
ស្រុកនេះបើសិនជាបងប្អូនចង់រកស៊ីជាប់ជើងបានយូរអត់មានបញ្ហាអីក៏យើងមិនសឹកចង់ថាខ្យល់ព្យុះបែបមិនមកក៏យើងអត់មានប៉ះទង្គិចអីណាស់ណាបងប្អូនកុំបើកហាងធំដុំពេកបងប្អូនបើកហាងលក្ខណៈតូចតាចដែលយើងរកស៊ីលក្ខណៈប្តីប្រពន្ធ2នាក់ទៅ3នាក់អ្នកជួយម្នាក់អីទៅបានហើយដោយសារមិនបើខ្ញុំនិយាយអញ្ចឹងព្រោះនៅពេលដែលមានវិបត្តិអ្វីចូលមកទោះបីជាមានរឿងអីយើងធ្វើខ្លួនឯងយើងធ្វើប្តីប្រពន្ធយើងធ្វើខ្លួនឯងយើងអត់ចំណាយប្រាក់ខែបុគ្គលិកអញ្ចឹងទោះបីជាមានរឿងអីក៏យើងនៅតែទប់ទល់រួចប៉ុន្តែបើសិនជាយើងមានបុគ្គលិកម្នាក់2នាក់3នាក់នៅពេលដែលមានរឿងអីមកអត់មានលុយថ្លៃបោកបុគ្គលិកទេបងប្អូនថ្លៃជំនួសបុគ្គលិកស្រុកនេះគឺថ្លៃខ្លាំងណាស់មិនមែនថ្លៃតែលើប្រាក់ខែទេយើងត្រូវបង់សពបែបយ៉ាងបង់ពន្ធបង់អាសរងឲ្យពួកគាត់សពបែបយ៉ាងតាមច្បាប់របស់ប្រទេសបារាំងដូច្នេះហើយគឺអ្នកដែលហាងដែលមានបុគ្គលិកច្រើនហ្នឹងគឺគាត់មានបន្ទុកធ្ងន់ណាស់អញ្ចឹងនៅពេលដែលជួបបញ្ហាតែបន្តិចគឺអង្គើហើយគឺទូអត់ជាប់ទេតែសម្រាប់ខ្ញុំពីអ្នកប្រិយប្រពន្ធបងប្អូនកាលកូវីដណាទោះបីជាមានបញ្ហាគេឲ្យបិទហាងអីមិនក៏ខ្ញុំនៅតែអាចរកស៊ីបានខ្ញុំអាចនៅតែបន្តទៅមុខបានដោយសារខ្ញុំធ្វើពីអ្នកប្រិយប្រពន្ធខែណាដែលយើងលក់ដាច់ទៅយើងក៏យកយើងក៏មានប្រាក់ចំណេញទៅខែណាដែលយើងលក់មិនសូវដាច់យើងសុខចិត្តអត់យកទៅអាហ្នឹងដូចយើងជួយខ្លួនឯងយើងជួយហាងរបស់យើងធ្វើម៉េចឲ្យហាងយើងដើរទៅមុខអញ្ចឹងសម្រាប់ខ្ញុំយោបល់ខ្ញុំបើសិនជាបងប្អូនតែទៅតែចង់ចាញ់រកស៊ីដំបូងកុំចង់ហក់លោតអាធំយើងរកទូចសិនយើងតែមើលសមត្ថភាពយើងទោះបីជាមានបញ្ហាអីយើងធ្វើខ្លួនឯងយើងអត់ចំណាយថ្លៃបុគ្គលិកគឺអត់មានបញ្ហាទេប៉ុន្តែតែយើងចំណាយថ្លៃបុគ្គលិកគឺចំណាយច្រើនហើយបងប្អូនច្បាប់ប្រទេសបារាំងនិយាយអត់អស់ទេនិយាយកន្លះថ្ងៃបានអស់កន្លះថ្ងៃសឹងតែមិនអស់ផងអញ្ចឹងគាត់តែនិយាយត្រួសឲ្យបងប្អូនឲ្យគាត់មានបំណងមានចំណូលចិត្តចង់បើកហាងរកស៊ីមានយោបល់ខ្លះមានគំនិតខ្លះសម្រាប់ជាដើមទុនប៉ុណ្ណោះតែឲ្យនិយាយអស់គឺនិយាយអត់អស់ទេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជម្រាបលា